โทห้างกำร้องบักจงคานี้ตายใจดอนอักระไปจารณัยบันจูบตกทมเพลิงแช่ห้างเต็ก100%กับปียบថ្ងៃទី18ខែមិថុនាឆ្នាំ2025កន្លងទៅនេះអ្នកគាំទ្រក៏ដូចជាមិត្តទាំងក្នុងក្រៅរង្វង់សិល្បៈរបស់តារាស្រីពេជ្រចរណៃមានការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយទទួលដំណឹងថាហាងរបស់នាងបានភ្លើងឆាប់ឆេះកាលពីវេលាម៉ោង 8:45 នាទីយប់ក្នុងនោះហាងរបស់កញ្ញាពេជ្រចរណៃដែលត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុងនោះដែរគឺជាហាងអាហារដែលនាងកំពុងរៀបចំនិងត្រៀមបើកដំណើរការនាចុងខែមិថុនាឆ្នាំ2025ខាងមុខនេះយ៉ាងណាមិញជាអកុសលហាងដែលជាក្តីស្រមៃកាត់ចេញពីកម្លាំងញើសឈាមមួយនេះត្រូវរលាយអស់មួយរំពេចព្រោះតែអគ្គិភ័យគួរជម្រាបថាហាងអាហាររបស់កញ្ញាពេជ្រចរណៃឆេះឡើងបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីធ្វើឲ្យឆេះខូចខាតសម្ភារៈហាងក្នុងអាហារដ្ឋានទាំងអស់ទាំងស្រុងនិងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយនេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ